បាទសួស្តីបងប្អូនអ្នកប្រើប្រាស់កង់3ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆ្លើយតបសំណួរបងប្រុសដែលគាត់សួរថាតើកង់3របស់គាត់នឹងខ្សោយតើពាក់ព័ន្ធនឹងការសេរីក្រង់ទីឬអត់អញ្ចឹងខ្ញុំសូមឆ្លើយប្រាប់ថាពាក់ព័ន្ធនឹងក្រង់ទីវាអត់ជាប់ពាក់ព័ន្ធទេណាអញ្ចឹងខ្ញុំសូមថ្ងៃនេះខ្ញុំសូមប្រាប់5ចំណុចពាក់ព័ន្ធជាមួយនឹងការខ្សោយហ្នឹងបងប្អូនអាចឆែកមើលខ្លួនឯងថាអាចមានចំណុចណាមួយពាក់ព័ន្ធនឹងចំណុចដែលខ្ញុំនិយាយឬអត់អញ្ចឹងខ្ញុំនិយាយនេះគឺសូមនិយាយតែពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនដែលអត់ទាន់រើទេណាម៉ាស៊ីនដែលអត់ទាន់រើបងប្អូនអាចឆែកមើល5ចំណុចនេះបានអញ្ចឹងចំណុចទី1បងប្អូនត្រូវមើលពាក់ព័ន្ធថាស៊ីម៉ាំងឥឡូវយើងទៅមើលស៊ីម៉ាំងសិនដើម្បីកុំឲ្យពិបាកថាតើស៊ីម៉ាំងរបស់យើងនេះស៊ីម៉ាំងរបស់យើងនេះមានហូរប្រេងឬអត់នេះសម្រាប់បងដែលថាម៉ាស៊ីនថ្មីអត់ទាន់រើអញ្ចឹងមានហូរប្រេងឡើងខ្មៅអត់ហើយមានសំណើមប្រេងថ្មីនៅអត់ប្រសិនបើមានសំណើមប្រេងថ្មីនៅអញ្ចឹងមានន័យថាកង់3បងប្អូនគឺកំពុងតែអស់កង្វះហើយបាទអញ្ចឹងបើអស់កង្វះគឺវាជាចំណែកមួយដែលធ្វើឲ្យកង់3របស់បងប្អូនខ្សោយអញ្ចឹងអស់កង្វះហ្នឹងគឺវានឹងធ្វើឲ្យខ្យល់ឆេះរបស់ហ្គាសវានឹងជ្រាបចេញមកតាមជាមួយនឹងប្រេងហ្នឹងដែលធ្វើឲ្យកម្លាំងរុញទៅកាន់ដៃយេនដែលធ្វើឲ្យពីស្តុងរុញទៅកាន់ដៃយេនហ្នឹងវាបាត់បង់ខ្យល់សម្រាប់រុញណាអញ្ចឹងជាចំណែកមួយដែលធ្វើឲ្យខ្សោយអញ្ចឹងមួយទៀតពាក់ព័ន្ធកន្លែងដដែលហ្នឹងប្រសិនបើវាអត់មានសំណើមប្រេងឬឡើងខ្មៅចុងស៊ីម៉ាំងនេះទេអញ្ចឹងវាអាចមកពីមួយទៀតគឺពាក់ព័ន្ធនឹងស្បែកអង្យ៉ាអញ្ចឹងមានថាបើស្បែកអង្យ៉ារបស់បងប្អូនសឹកដោយសារការចាប់អង្យ៉ាអត់បានត្រឹមត្រូវហ្នឹងអញ្ចឹងក៏វាធ្វើឲ្យខ្សោយដែរធ្វើឲ្យស្បែកអង្យ៉ារបស់យើងវាសឹកតិចរិលលឿនឆេះអញ្ចឹងវាធ្វើឲ្យខ្សោយស្បែកអញ្ចឹងការអូសរបស់វាក៏យឺតដែរអញ្ចឹងចំណុចទី2ខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងឆ្នាំងហ្គាសណាអញ្ចឹងបងប្អូនដឹងថាឆ្នាំងហ្គាសអញ្ចឹងពាក់ព័ន្ធនឹងឆ្នាំងហ្គាសវាជាចំណុចសំខាន់ដែរណាទី1បើចំណុចឆ្នាំងហ្គាសនេះវាមានចំណុច2 3ដូចជាទី1ការប្រើប្រាស់ហ្គាសតើបងប្អូនចាក់ហ្គាសវាមានពីរមានហ្គាសទៅថាប្រភេទល្អនិងប្រភេទធម្មតាដែលហៅថាហ្គាសចក្រានអញ្ចឹងហ្គាសចក្រានបាយគឺវាកម្លាំងខ្សោយដែលធ្វើឲ្យសន្ទុះនៃម៉ាស៊ីនរបស់យើងក៏ខ្សោយដូចគ្នាហើយហ្គាសមួយប្រភេទទៀតគឺហ្គាសល្អដែលខ្ញុំធ្លាប់ចាក់គឺវាមានជួបបញ្ហានឹងដូចគ្នាមែនប្រភេទហ្គាសល្អរបស់គេដាក់មកកម្លាំងម៉ាស៊ីនរបស់យើងវាឆេះលឿនស្រួលហើយកម្លាំងរបស់វាក៏ស្ទុះជាងហ្គាសធម្មតាដែរអាហ្នឹងពាក់ព័ន្ធនឹងឆ្នាំងហ្គាសហើយពាក់ព័ន្ធនឹងឆ្នាំងហ្គាសនេះដដែលដូចគ្នាវាមានពាក់ព័ន្ធនឹងការសេរីជួនកាលបងប្អូនឲ្យជាងសេរីឆ្នាំងហ្គាសនឹងឲ្យស៊ីតិចដើម្បីសន្សំការប្រើប្រាស់ហ្គាសអញ្ចឹងចំណុចនេះបងប្អូនអាចឲ្យចុចបន្ថែមវិញមកព្រោះដល់ពេលដែលហ្គាសវាមិនគ្រប់ចំនួនត្បិតថាយើងចំណេញការប្រើប្រាស់ហ្គាសក៏ពិតមែនក៏ប៉ុន្តែវាធ្វើឲ្យម៉ាស៊ីនយើងខ្សោយលឿនណាបើម៉ាស៊ីននៅថ្មីអត់អីទេតែបើម៉ាស៊ីនទិញចាស់បន្តិចតែផ្ដើមខ្សោយកាន់តែខ្លាំងមែនទេដោយសារតែកម្រិតចំនួនហ្គាសដែលចូលទៅដើម្បីអូសម៉ាស៊ីនរបស់យើងហ្នឹងវាអត់គ្រប់ចំនួនហើយមួយទៀតពាក់ព័ន្ធនឹងឆ្នាំងហ្គាសដូចគ្នាដែរតើបងប្អូនខានលាងឆ្នាំងហ្គាសយូរហើយនៅពេលខ្លះមកពីនៅក្នុងឆ្នាំងហ្គាសរបស់យើងមានកញ្ញោមនៃអាចហ្គាសនឹងវាច្រើនកកស្ទះខ្លាំងពេកដែលធ្វើឲ្យកម្រិតនៃការហ្គាសហូរទៅកាន់ម៉ាស៊ីនរបស់យើងហ្នឹងវាអត់គ្រប់ចំនួនដូចគ្នាទៀតហើយបើសិនបើយើងបានឲ្យគេសេរីថយហ្គាសឲ្យស៊ីតិចទៀតវារឹតតែធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងខ្វះខាតហ្គាសដើម្បីបញ្ឆេះខ្លាំងទៅទៀតណាអាហ្នឹងចំណុចទី3ចំណុចទី2ទី3អញ្ចឹងចំណុចមួយទៀតគឺពាក់ព័ន្ធនឹងអមយ៉ាដែលខ្ញុំធ្លាប់និយាយមេរៀនមុនចំណុចមុនដែលពាក់ព័ន្ធនឹងអមព្រីយ៉ាណាអញ្ចឹងអមព្រីយ៉ាបងប្អូនអាចឆែកមើលចេះតោះឥឡូវខ្ញុំថតឲ្យមើលណាខ្ញុំពង្វល់សិនអញ្ចឹងនៅអមព្រីយ៉ានេះបងប្អូនឆែកមើលចំណុចនេះអញ្ចឹងជាធម្មតាអមយ៉ាបើសិនជាវាដាច់ពេលណានេះគឺហ្សឺរបស់វាអស់យើងប្រឡែងទៅវាអស់ត្រឹមហ្នឹងហើយវានៅសល់ប៉ុណ្ណេះណាគឺវានៅសល់បន្តិចប៉ុណ្ណឹងធ្វើម៉េចបងប្អូនសេរីអមយ៉ានេះឲ្យនៅសល់ប៉ុណ្ណឹងកុំឲ្យសេរីដល់តឹងពេកហើយបងប្អូនឆែកមើលបើថាតឹងពេកជួនកាលយើងរឹតទៅវាតឹងខ្លាំងពេកវាធ្វើឲ្យដៃអង្យ៉ានេះវានៅនឹងតែហ្នឹងខ្ញុំថាទោះបីជាបងប្អូនមិនបានប្រើប្រាស់មែនក៏ប៉ុន្តែអង្យ៉ាយើងវាតឹងខ្លាំងនៅវាតឹងខ្លាំងពេកទៅណាមិនតឹងខ្លាំងពេកចាប់មកឯណាអញ្ចឹងចំណុចនេះបើសិនតែយើងចាប់ទាញមកមើលថាអង្យ៉ារបស់យើងអត់មានហ្សឺនៅសល់អញ្ចឹងណា
អត់មានស្រើនៅសល់ទេបានន័យថាអាចមកពីការរឹតខ្សែអង្គយ៉ានឹងតឹងខ្លាំងពេកដែលស្មើនឹងយើងកំពុងតែជិះចាប់អង្គយ៉ាណាអញ្ចឹងបងប្អូនបើថាមានចំណុចហ្នឹងមែនបងប្អូនសារ៉េបធូមកវិញមកបធូដើម្បីឲ្យវាមានស្រើនៅសល់ចានេះអានេះស្រើនៅសល់ចោលពេលដែលយើងប្រឡែងទៅវាអស់នៅត្រឹមហ្នឹងនេះវាអស់នៅសល់ប៉ុណ្ណឹងអញ្ចឹងកន្លែងសារ៉េរបស់វាដូចខ្ញុំធ្លាប់ប្រាប់ពីមុនអញ្ចឹងគឺបងប្អូនមើលអាចំណុចក្រោមនេះណាដែលខ្ញុំប្រាប់ថាធ្វើមិនក៏ដោយកុំឲ្យជាងគាត់រត់ស្លាប់ប្រឡងនេះដើម្បីយើងងាយស្រួលសារ៉េណាយើងងាយស្រួលសារ៉េអញ្ចឹងពេលយើងចង់បធូមកវិញយើងបធូចូលចាំមកវាធូហើយណាវាធ្វើឲ្យដៃអង្គយ៉ាយើងធូវិញហើយយើងចាប់មើលម្ដងទៀតទៅតើវានៅសល់សើតិចល្មមអត់បើថាវាធូខ្លាំងពេកយើងទាញមកវិញបន្តិចមកវាចាប់ដើមមកតឹងវិញបន្តិចយើងមើលមកល្មមណានិយាយជារួមពេលដែលរត់សារ៉េអាហ្នឹងហើយបងប្អូនប្រឆេះមើលណាបន្ទាប់ពីយើងបានពេញតម្រូវការរបស់យើងថានៅសល់អាចោលនេះពេលប្រឡែងទៅអស់ចោលហើយនៅសល់ប៉ុណ្ណេះត្រឹមត្រូវហើយយើងចាប់មើលប្រឆេះមើលយើងចាប់មើលហើយឲ្យដឹងថាយើងចាប់ទៅពេលបញ្ចូលលេខដាច់អត់បើថាពេលយើងចាប់រួចហើយយើងសារ៉េប៉ុណ្្នឹងហើយចាប់មកដាច់ហើយប្រឡែងទៅវិញនៅសល់បន្តិចនេះទៀតអញ្ចឹងមានថាយើងសារ៉េបានត្រឹមត្រូវហើយណាយកអញ្ចឹងទៅដើម្បីការពារស្បែកអំយ៉ារបស់យើងកុំឲ្យងាយខូចហ្នឹងហើយមួយទៀតចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងចរន្តភ្លើងរបស់នៅម៉ាស៊ីនរបស់យើងណាចឹងបើពេលដែលពាក់ព័ន្ធជាមួយនឹងចរន្តភ្លើងនៃម៉ាស៊ីនរបស់យើងវាអាចពាក់ព័ន្ធជាមួយនៅទៅដល់បាឡុងភ្លើងហើយនឹងប៊ូប៊ីនរបស់ដុំភ្លើងរបស់យើងពេលខ្លះការប្រើប្រាស់ភ្លើងរបស់យើងវាច្រើនលើកម្រិតឧទាហរណ៍ថានៅក្នុងលំអរបស់យើងកង់3នាទីហ្នឹងយើងបានភ្ជាប់នឹងប្រើប្រាស់ភ្លើងផ្សេងដើម្បីលម្អហើយវាទាញចេញពីអាគុយដែលអាគុយវាត្រូវការបញ្ចូលតាមរយៈយ៉ូតដែលបោះមកពីដុំភ្លើងអញ្ចឹងដល់ពេលណាដែលការប្រើប្រាស់របស់យើងមានតម្រូវការខ្ពស់ខ្លាំងជាងយ៉ូតតម្លាក់ឲ្យគេហៅដុំភ្លើងបញ្ជូនមកយ៉ូតបញ្ជូនមកអាគុយហ្នឹងណាដល់ពេលយើងការប្រើប្រាស់ខ្លាំងភ្លើងខ្លាំងជាងសមត្ថភាពរបស់ដុំភ្លើងយើងបញ្ជូនភ្លើងឲ្យក៏វាធ្វើឲ្យម៉ាស៊ីនរបស់យើងល្អល្អួលហើយមិនសូវស្ទុះដែរចរន្តភ្លើងគឺសំខាន់ពេលណាដែលវាខ្សោយចរន្តភ្លើងបកុលមកអត់គ្រប់ទេអញ្ចឹងមានន័យថានៅលើក្បាលប៊ូស៊ីរបស់យើងក៏អត់មានកម្លាំងភ្លើងគ្រប់គ្រាន់សម្រាប់ប្រឆេះនៅអាហ្គាសដែលបានបោះចេញពីឆ្នាំងហ្គាសហ្នឹងទៅឲ្យដែរអញ្ចឹងមានចំណុច4 5នេះដែលបងប្អូនមើលខ្លួនឯងហើយយកទៅផ្ទៀងផ្ទាត់មើលទៅណាផ្ទៀងផ្ទាត់មើលថាមានចំណុចណាមួយត្រូវគ្នាអត់តែបើខ្ញុំ recommend មុនគេគឺពាក់ព័ន្ធជាមួយនឹងអំយ៉ាហើយជាមួយនឹងប៊ីស្តុងខាងក្រៅពាក់ព័ន្ធនឹងស៊ីម៉ាំងអញ្ចឹងបងប្អូនបណ្ដា12នេះខ្លាំងមែនតើព្រោះភាគច្រើនគឺប្រកាសជាពាក់ព័ន្ធជាមួយនឹងពីរចំណុចនេះអញ្ចឹងនៅក្នុងវីដេអូនេះអត់មានអីច្រើនទេខ្ញុំមានចង់បង្ហាញបងប្អូនត្រឹមតែប្រហែលចំណុចហ្នឹងទេហើយបងប្អូនអាចទៀងទាត់មើលខ្លួនឯងទៅសង្ឃឹមថាបងប្អូនអាចរកឃើញនៅបញ្ហានឹងពិតប្រាកដហើយកែសម្រួលវាទៅអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់